អត់សួស្តីបងប្អូនទាំងគ្នានេះគឺការគេសណាញ់បាទកាឡា4ហ៊ុន8ហាត់សាច់បែកជើង6គីឡូបាទអំបោះលេខ4ថៃឬក៏អំបោះលេខ2ខ្មែរយើងស្មើអំបោះលេខ2ខ្មែរបាទនេះគឺក្មេងនេះគឺត្រឹមភាគទី6បាទក្មេងត្រឹមមកកាឡាក្នុងកង់ទី3បាទដូចតកង់លឿទេក្មេងហ្នឹងបងប្អូនបាទនេះមកកាឡាក្នុងនេះបាទក្មេងនៅសងខាងដាក់មួយចន្លោះមួយអញ្ចឹងយើងដាក់មកយើងឡើងលើមកចុះក្រមបើចុះក្រមមកដាក់ក្មេងឡើងលើមកវិញដាក់ក្មេងមួយបាទវាគេហៅមកកន្លះក្នុងខាងស្រុកខ្ញុំណាបាទមកកន្លះក្នុងកង់ទី3បាទភាគនេះគឺភាគទី6បាទក្នុងមួយកង់ខ្ញុំធ្វើតែមួយក្មេងទេមួយកង់ខ្ញុំធ្វើតែមួយភាគទេបាទហើយវានេះគឺយើងកាត់ប្រឡែងលើសពីកង់មុន50 10សង់ទីម៉ែត្របាទខ្ញុំវាស់ក្រុមក្មេងនេះមកហើយយើងកាត់ត្រឹមបាទកាត់ត្រឹម53តមកបាន55ហើយបាទអញ្ចឹងបងប្អូនយើងកាត់53មកតមកបាន55ហើយបាទមកវាហ្នឹងហើយភាគហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនភាគក្រោយទៀតគឺខ្ញុំបង្ហាញបន្តទៀតបាទបងប្អូនរៀនធ្វើសំណាញ់បងប្អូនចូលមើលកន្លែង YouTube របស់ខ្ញុំមកហើយចូលកន្លែងកម្រងវីដេអូហើយចូល6ហាត់សាច់បែកបាទកន្លៅ4ហ៊ុនណាខ្ញុំដាក់អក្សរកម្រងវីដេអូអញ្ចឹងពេលបងប្អូនចូលមើលតាំងពីភាគទី1រហូតដល់ភាគចប់ណាបាទខ្ញុំបង្ហាញជូនខ្ញុំបង្ហោះជូនបន្តបងប្អូនបាទសូមជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបាទហើយជួយ Share វីដេអូខ្ញុំឲ្យអ្នកដែលមិនបានចេះរៀនធ្វើទាំងអស់គ្នាផងបាទអំបោះថៃគឺស្អាតបាទស្អាតអត់មានបេកព្រួយបែបទេខ្ញុំធ្លាប់បង្ហាញច្រើនដងហើយបាទគឺអំបោះលេខ2ថៃអំបោះលេខ4ថៃស្មើអំបោះលេខ2ខ្មែរយើងបាទ8ហាត់សាច់បែកជើង6គីឡូបាទធ្វើតាមការកំងបោះតិចជនបាទមាន7ហាត់មាន8ហាត់មាន9ហាត់10ហាត់ពី10ហាត់អីទៅបាទហាត់ខ្ញុំគឺធំបងប្អូនមហាត់ខ្ញុំនេះតាម7 8ហាត់ស្នាញ់ធំជាស្នាញ់ផ្សារឆ្ងាយបាទមិនដូចស្នាញ់ផ្សារទេបាទអរគុណច្រើនបងប្អូនអ្នកគ្នាវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេធ្វើតាមខ្ញុំនឹងមកបាទ